នេះជាមតិយោបល់របស់ព្រឹទ្ធាចារ្យមុំបណ្ឌបាសអំពីសិភៅដែលដំណាលអំពីដំណើរជីវិតរបស់ចក្ខុបណ្ឌិតប៉ាងសមនពេលខ្ញុំអានកូនសិភៅទីបន្ទាល់របស់ចក្ខុបណ្ឌិតប៉ាងសមនដែលសរសេរអំពីបទពិសោធន៍របស់គាត់ជាមួយភាពពេញបរិបូរណ៍និងការសម្រេចបំណងនៃជីវិតដោយសារគាត់ស្វែងរកព្រះរាជនិងសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ឃើញខ្ញុំដឹងថាជំនឿរបស់ខ្ញុំកាន់តែរឹងមាំឡើងគោលបំណងនៃជីវិតរបស់ខ្ញុំកាន់តែច្បាស់លាស់ឡើងចិត្តឆេះឆួលរបស់ខ្ញុំក្នុងការបម្រើព្រះជាម្ចាស់កាន់តែក្តៅគគុកឡើងនិងចិត្តបដូរផ្ដាច់របស់ខ្ញុំក្នុងការថ្វាយសម្រាប់ព្រះរាជរបស់ព្រះជាម្ចាស់កាន់តែខ្លាំងក្លាឡើងជាងមុនកូនសិភៅនេះលាតត្រដាងប្រាប់អ្នកអានអំពីអាចកំបាំងនៃការចម្រុងចម្រើនរបស់អ្នកជឿដែលចេះគិតដល់ព្រះរាជនិងសេចក្តីសុចរិតរបស់ព្រះជាម្ចាស់មុននឹងគិតដល់ប្រយោជន៍ផ្ទាល់ខ្លួនសូមអរគុណព្រះជាម្ចាស់ដែលបានត្រាស់ហៅចក្ខុបណ្ឌិតប៉ាងសមនពីភាពក្រីក្រមកដល់ភាពសម្បូរសប្បាយពីជំនឿទន់ជ្រាយមកដល់ជំនឿរឹងមាំពីភាពភ័យខ្លាចមកដល់ភាពអង់អាចក្លាហានពីការនិយាយត្រដិតមកដល់ការនិយាយប្រកបដោយវោហារជាពិសេសពីការថ្វាយដោយស្មោះត្រង់មកដល់ការថ្វាយដោយសប្បុរសចក្ខុបណ្ឌិតប៉ាងសមនជាគំរូនៃអ្នកមានអាជីពមួយរូបដ៏មានព្រះពរដែលបានរួមចំណែកជាអ្នកបម្រើព្រះរាជនិងជាអ្នកផ្គត់ផ្គង់កិច្ចការក្នុងព្រះរាជដ៏ស្មោះត្រង់និងសប្បុរសខ្ញុំរំពឹងថាក្នុងចំណោមអស់លោកអ្នកដែលបានអានកូនសិភៅនេះនឹងមានមនុស្សជាច្រើនអ្នករកឃើញគោលបំណងនៃជីវិតរបស់ខ្លួនចេះគិតគូរអំពីព្រះរាជរបស់ព្រះជាម្ចាស់រស់នៅនិងប្រកបអាជីវកម្មដោយសុចរិតចូលរួមចំណែកក្នុងបេសកកម្មពន្លឿនព្រះរាជរបស់ព្រះជាម្ចាស់មានចំណែកក្នុងការថ្វាយដើម្បីពង្រីកព្រះរាជរបស់ព្រះជាម្ចាស់នៅប្រទេសកម្ពុជានិងនៅលើផែនដីនេះហើយបងប្អូននឹងក្លាយទៅជាអ្នកជឿម្នាក់ដែលមានព្រះពរមានអំណរមានការស្កប់ចិត្តមានប្រយោជន៍និងមានប្រសិទ្ធភាពភ្នំពេញថ្ងៃទី3ខែមិថុនាគ្រិស្តសករាជ2021មុំបណ្ឌបាសអ្នកផ្សាយដំណឹងល្អ